សួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងមកធ្វើត្រីបំពងជូរអែមហូបម្លក់ម្ដងណាបងប្អូនចាហើយបងប្អូនអ្នកដែលគេចូលចិត្តហូបបន្លែអញ្ចឹងបងប្អូនអរយើងបន្លែយើងថ្ងៃនេះមានជីមានត្រសក់មានអីចឹងណាបងប្អូនចាមានសាឡាត់អញ្ចឹងសម្រាប់ពុកម៉ែបងប្អូនអរគ្នាយើងចង់ហូបឲ្យឆ្ងាញ់បងប្អូនត្រីយើងធ្វើឲ្យស្អាតហើយបងប្អូនអាចយកមកហាន់វាចិញ្ច្រាំម្ទេសដាក់ដើម្បីឲ្យមើលពណ៌វាក្រហមដាក់ទឹកត្រីប៊ីចេងស្ករឬឌីទឹកស៊ីអ៊ីវខាប់បន្តិចណាបងប្អូនចាដើម្បីវាយកពណ៌ពេលដែលយើងបំពងទៅធ្វើឲ្យវាចេញពណ៌ស្អាតណាបងប្អូនចាហើយខាងចំភៅស្រីផាឡាយើងខ្ញុំមានទទួលធ្វើម្ហូបគ្រប់កម្មវិធីផងដែរបងប្អូនចាហើយត្រីងាកមកមើលត្រីយើងម្ដងបងប្អូនចាពេលបន្ទាប់នោះយើងបំពងគ្រឿងយើងហើយយកត្រីមកប្រឡាក់ទៅត្រីនឹងចូលចិត្តជាមួយនឹងគ្រឿងហើយជាការស្រេចយើងបេះយកមកផ្ទាប់ជាមួយនឹងអន្លក់ឆ្ងាញ់ពិសាបងប្អូនចានិយាយរួមទៅរសជាតិវាមកអែមតែម្ដងបងប្អូនចាអ្នកសម្រាប់អ្នកចូលចិត្តត្រីណាបងប្អូន